មានបងប្អូនណាដែលមានបញ្ហាស្ពឹកដៃស្ពឹកជើងស្ពឹកមួយចំហៀងខ្លួនបងប្អូនបាទបងប្អូនទៅពេទ្យឬក៏ទៅរក clinic អត់ជានៅតែអាការៈដដែលបងប្អូនអាចសាកបានបាទសាកថ្នាំនោះមានតែ3មុខឯងបងប្អូនថ្នាំនោះមានដូចជាបងប្អូនញ៉ាំយកទៅហូបកត់ខ្លាចភ្លេចបាទទី1គឺប៉ូលីបងប្អូនបាទប៉ូលីទី1ទី2ម្ដេងបងប្អូនម្ដេងបាទម្ដេងទី3គឺខ្ញីបងប្អូនខ្ញីគឺ3មុខនឹងឯងបាទហើយទី4នោះគឺស្រាសបងប្អូនស្រាសយកទឹកដើមបងប្អូនទឹកដើមអ្នកបិទស្រាសទៅរកកន្លែងអ្នកបិទស្រាសបងប្អូនណាមានទឹកដើមហើយគឺទឹកដើមខ្លាំងតិចកម្រិតស្រាសឲ្យគេដាក់ខ្លាំងតិចបាទទឹកដើមបាទហើយវិធីធ្វើគឺបងប្អូនត្រូវតែយកពន្លៃ1គីឡូបាទម្ដេង1គីឡូបាទខ្ញី1គីឡូបាទ3មុខហ្នឹងស្មើគ្នាទាំងអស់1គីឡូស្មើគ្នាបងប្អូនណាបាទហើយស្រាសបងប្អូនត្រូវតែយកមកប្រហែល2ទៅ3លីត្របាទសម្រាប់បុកពន្លៃនឹងមកបុកពន្លៃនឹងជាមួយនឹងស្រាសហ្នឹងបុកពន្លៃឲ្យម៉ត់ហើយចាក់ស្រាសចូលបងប្អូនដាក់បរិមាណធ្វើម៉េចឲ្យវារៀងនៅផេបងប្អូនមកចាប់ទៅមានទឹកចាប់ទៅវារៀងប៉ែមកល្មមយើងរឹតណាបងប្អូនបាទហើយវិធីប្រើគឺបងប្អូនត្រូវតែរឹតក្នុងមួយថ្ងៃ3ដងបាទព្រឹកហើយនឹងល្ងាចហើយនឹងពេលមុនពេលចូលដេកបាទថ្នាំហ្នឹងគឺវាមានអត្ថប្រយោជន៍ល្អបាទទី1បល័យវាជួយរឹតតសៃដូចថាមានបងប្អូនណាធ្លាប់ឆ្លោះដៃឆ្លោះជើងខ្ញុំឲ្យឆ្លោះជើងលេងបាល់ឆ្លោះជើងគុំបានគុណបល័យហ្នឹងបើលេបថ្នាំពេទ្យបានតែមកទប់ប៉ុន្តែបល័យបុកវាតាដាក់ជាមួយតាស្រាសបិទតែ2យប់ហើមប៉ុណ្ណាក៏ដោយស្រកគ្មានសល់ទេបងប្អូនបាទហើយក៏វាក៏ត្រូវជាមួយនឹងសរសៃដែរបងប្អូនបាទគឺថ្នាំហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនចាំធ្វើចាំសាកថ្នាំហ្នឹងទៅបើបងប្អូនណាមានអាការៈស្ពឹកដៃស្ពឹកជើងបាទគឺស្ពឹកមួយចំហៀងខ្លួនអីត្រូវហើយសាកមើលបានណាបងប្អូនណាបាទវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើបងប្អូនគេតាមមានប្រយោជន៍បងប្អូនជួយចែកម្លែកឲ្យបងប្អូនដទៃទៀតបាននឹងផងបាទ